មកដឹងពីប្រវត្តិខ្លះៗរបស់លោកអនុទាន ចាន់វីរៈកុលនាយករដ្ឋមន្ត្រីទី33របស់ប្រទេសថៃលោកអនុទាន ចាន់វីរៈកុលកើតនៅក្រុងថេពមហានគរមានឈ្មោះហៅថានូដែលអ្នកសារព័ត៌មានក៏ដូចជាប្រជាជនមួយចំនួនរបស់ថៃហៅថាសៀនូអំឡុងពេលកាន់មុខតំណែងក្រសួងសុខាភិបាលសាធារណរដ្ឋរយៈពេលដែលមានជំងឺ Covid-19 រាតត្បាតលោកអនុទានជាកូនច្បងរបស់លោកឆាវរ័ត្នវីរៈកុលនៃក្រសួងលេខាធិការក្រសួងមហាផ្ទៃហើយជាអ្នកកសាងក្រុមហ៊ុន Engineering and Construction ចំកាត់មហាជនឬហៅថា Station លោកអនុទានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិកក្នុងឆ្នាំ1989និងមហាវិទ្យាល័យពាណិជ្ជកម្មនិងគណនេយ្យសាកលវិទ្យាល័យធម្មសាស្ត្រក្នុងឆ្នាំ1990លោកអនុទានបានរៀបការលើកដំបូងជាមួយនាងសាននូនុតក្នុងឆ្នាំ1990ហើយមានកូន2នាក់ក្រោយមកនៅឆ្នាំ2013លោកអនុទានបានលែងលះជាមួយនឹងប្រពន្ធដើមហើយបានរៀបការជាមួយប្រពន្ធមួយទៀតមានឈ្មោះថាសាតិថនមកដល់ខែមករាឆ្នាំ2019លោកអនុទានបានលែងលះជាមួយនឹងសាតិថន3ឆ្នាំក្រោយមកក៏បានលេចចេញប្រពន្ធម្នាក់ទៀតឈ្មោះកានណានុនដែលជាដៃគូបច្ចុប្បន្នលោកអនុទានមានចំណង់ចំណូលចិត្តក្នុងការសន្សំទុកនៅគ្រឿងប្រាក់បុរាណមិនយូរប៉ុន្មានលោកអនុទានបានទទួលមុខតំណែងបម្រើការជាមេបញ្ជាការនៃអង្គរៈស្ម័គ្រចិត្តក្រោមការដឹកនាំរបស់លោកអនុទានអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី23ខែឧសភាឆ្នាំ2024វិទ្យាស្ថានព្រះនាងមហាចក្រីសិរិន្ធរបានប្រកល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសុខភាពសាធារណរដ្ឋជូនលោកអនុទានទៀតផងអនុទានបានចូលរួមប្រឡូកក្នុងឆាកនយោបាយដោយទទួលមុខតំណែងជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងខេត្តប្រាជុកគីហើយបានបម្រើការជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋក្នុងឆ្នាំ2004និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រោយមកលោកអនុទានត្រូវបានដកសិទ្ធិពីឆាកនយោបាយអស់រយៈពេល5ឆ្នាំដោយសារតែសមាជិកសភារបស់លោកនៅក្នុងគណៈកម្មាធិការប្រតិបត្តិនៃគណៈបកថៃរក្សថៃដែលត្រូវបានរំលាយនៅក្នុងរឿងអាស្រូវគណៈបកនយោបាយក្នុងឆ្នាំ2006ក្នុងវ័យ55ឆ្នាំលោកអនុទានបានដាក់ពាក្យសុំចូលរួមជាមួយគណៈបកភូមិใจថៃដែលពេលនោះដឹកនាំដោយឪពុករបស់លោកអនុទានគឺលោកឆាវរ័ត្នវីរៈកុលដែលបានផ្លាស់មកពីគណៈបកប្រជាជនរួមជាមួយមិត្តភ័ក្តិរបស់លោកណេវិនលោកអនុទានត្រូវបានជ្រើសរើសជាមេដឹកនាំគណៈបកដោយបន្តវេនពីឪពុករបស់ខ្លួនក្នុងការបោះឆ្នោតសកលឆ្នាំ2014លោកអនុទានបានចូលឈ្មោះជាបេក្ខជនក្នុងប្រព័ន្ធបញ្ជីគណៈបករបស់គណៈបកភូមិใจថៃដោយជាប់ចំណាត់ថ្នាក់លេខ1ប៉ុន្តែការបោះឆ្នោតនេះត្រូវបានប្រកាសថារំសាយមិនមានសុពលភាពនៅក្នុងការបោះឆ្នោតសកលឆ្នាំ2019លោកអនុទានត្រូវបានជ្រើសរើសជាបេក្ខជនលេខ1នៅលើប្រព័ន្ធបញ្ជីគណៈបករបស់គណៈបកភូមិใจថៃហើយត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណៈបកដែលនឹងត្រូវដាក់ជូនសភាក្រោយការបោះឆ្នោតលោកអនុទាននិងគណៈបកភូមិใจថៃបានចូលរួមគណៈបកพลังประชารัฐដើម្បីបង្កើតរដ្ឋាភិបាលនិងបានគាំទ្រឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាឲ្យបម្រើជានាយករដ្ឋមន្ត្រីអាណត្តិទី2ក្រោយមកលោកអនុទានត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋហើយបានឡើងកាន់តំណែងជាប្រធានវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាលក្នុងអំឡុងពេលដែលលោកអនុទានជារដ្ឋមន្ត្រីសុខាភិបាលលោកបានផ្ដល់បទសម្ភាសន៍ដោយបានរិះគន់បុគ្គលិកពេទ្យដែលបានឆ្លងមេរោគក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ Covid-19លោកអនុទានបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថាជំងឺ Covid-19 គឺដូចជាជំងឺផ្ដាសាយធម្មតាទេបន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ Covid-19 ទូទាំងប្រទេសលោកអនុទានបានចូលរួមក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកជំនាញវិទ្យាសាស្ត្រហើយបានប្រាប់អ្នកសារព័ត៌មានថាប្រជាជនទាំងអស់ត្រូវតែមានទំនុកចិត្តលើលោកពួកគេនឹងមិនធ្វើឲ្យប្រជាជនទាំងអស់ខកចិត្តឡើយក្រោយមកនៅពេលដែលគណៈបកភឿថៃបានដឹកនាំការបង្កើតរដ្ឋាភិបាលគណៈបកភូមិใจថៃបានចូលរួមរដ្ឋាភិបាលជាមួយគ្នាបន្ទាប់មកលោកអនុទានត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីម្ដងទៀតហើយក៏បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរទោះជាយ៉ាងណាគណៈបកភូមិใจថៃរបស់លោកអនុទានបានឈ្នះឆ្នោតក្តីតែប្រជាពលរដ្ឋមួយចំនួនធំមានការមិនពេញចិត្តជាខ្លាំងដោយនិយាយថាការបោះឆ្នោតមិនសុក្រឹតមានការបន្លំសន្លឹកឆ្នោតជាដើម